สู้หนึ่งขยมชั่วโมงพอลมิงเฮียหนึ่งขยมเมียนอายุ19 ឆ្នាំสับไงជានិស្សិតកំពុងបន្តការសិក្សានៅវិទ្យាស្ថានចែកជាកម្មជាហៅថាតិចណូថ្ងៃនេះផងដែរនឹងខ្ញុំមានបទពិសោធន៍តិចតួចចង់ចែករំលែកដូចមាន2ចំណុចក្នុងនោះគឺចែករំលែកពីខ្សែជីវិតនៃការតស៊ូរបស់ខ្ញុំរហូតដល់ថ្ងៃនេះហើយចំណែកទី2ហ្នឹងគឺចង់និយាយថាហេតុអ្វីបានជាយើងត្រូវមានគោលដៅសម្រាប់ជីវិតខ្លួនឯងសម្រាប់ខ្សែជីវិតរបស់ខ្ញុំនិងខ្ញុំជាក្មេងកំព្រាគ្រួសាររបស់អ្នកខ្ញុំបែកបាក់តាំងពីក្មេងពីរួមទៅខ្ញុំនៅជាមួយនឹងម្ដាយហើយនឹងប្អូនប្រុសរហូតដល់ពេលនេះគឺអ្នកខ្ញុំបានបញ្ចប់ថ្នាក់ទី12ហើយកន្លងមកទម្រាំបានអ្នកខ្ញុំឈានមកដល់ពេលនេះគឺមានការតស៊ូតិចតួចដែរគឺតាក់ទងទៅនឹងបញ្ហាជីវភាពគ្រួសារពីថ្នាក់បឋមរហូតដល់ថ្នាក់ទី10គឺអ្នកខ្ញុំមានការលំបាកខ្លាំងដោយសារតាគ្រួសារនឹងខ្វះថវិកាហើយម្ដាយគឺគាត់មិនជាសូវ support ឲ្យយើងរៀនប្រហែលទេដោយសារថាប្អូនក៏គាត់រៀនហើយខ្ញុំក៏រៀនដែរប៉ុន្តែរហូតដល់ថ្នាក់ទី11អ្នកខ្ញុំទទួលបានអាហារូបករណ៍ពីសមាគមជីវិតនិងក្តីសង្ឃឹមពេលនេះគឺជាជីវិតទី2របស់អ្នកខ្ញុំដែលបានឆ្លងមួយកម្រិតទៀតហើយព្រោះខ្ញុំនឹងស្មានបានថាបានរៀនដល់ថ្នាក់ទី12នឹងទេព្រោះគិតថាដល់ថ្នាក់ទី9ហ្នឹងគឺខ្ញុំបានបញ្ចប់ការសិក្សាហើយព្រោះគិតថាអត់មានលទ្ធភាពតទៅទៀតទេអញ្ចឹងបានជាខ្ញុំនិយាយពីជីវិតនៅពេលនេះគឺចង់ឲ្យម្ដាយឪពុកដែលជាពិសេសគឺនៅតាមជនបទគឺធ្វើយ៉ាងណាឲ្យកូនបានរៀនទោះជាយើងលំបាកប៉ុន្តែខ្ញុំគិតថាវាមិនពិបាកខ្លាំងទេគ្រាន់តែថាជួយឲ្យកូនរៀនមានចំណេះដឹងថ្ងៃក្រោយខ្ញុំប្រកាសថាពួកគាត់នឹងមិនជួយយើងវិញទេអញ្ចឹងគឺចង់ឲ្យឪពុកម្ដាយគិតសារជាថ្មីមុននឹងសម្រាប់ចិត្តឲ្យពួកគាត់បញ្ចប់ការសិក្សាហើយចំណុចទី2ហ្នឹងនឹងខ្ញុំនិយាយពីហេតុអ្វីបានជាយើងត្រូវមានគោលដៅព្រោះណាតែយើងមានគោលដៅជីវិតយើងដឹងខ្លួនឯងថាអនាគតខ្ញុំចង់ខ្លាយជាអីនឹងគឺជួយលើកទឹកចិត្តដល់ខ្លួនឯងទោះជាលំបាកក៏យើងត្រូវតស៊ូជាស្ដែងដូចខ្ញុំផ្ទាល់ខ្ញុំចង់រៀនវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក៏ប៉ុន្តែខ្ញុំពេលហ្នឹងក៏អត់មានលទ្ធភាពក្នុងការរៀនទេគ្រាន់តែជាក្តីសម័យប៉ុន្តែខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯងថាបើសិនជាខ្ញុំខំប្រឹងរៀនហើយរៀនឲ្យពូកែខ្ញុំជឿជាក់ថាខ្ញុំនឹងបានអាហារូបករណ៍ទោះត្បិតតែមិនបានពីវិទ្យាស្ថានបច្ចេកវិទ្យាក៏ខ្ញុំជឿជាក់ថាក៏មានសាលាផ្សេងដែរអាចថាផ្ដល់ជាអាហារូបករណ៍ដល់ខ្ញុំប៉ុន្តែក្នុងករណីថារៀនវិស្វករដដែលសរុបសេចក្តីមកគឺសម្រាប់នាងខ្ញុំគឺចង់ដាស់តឿនទៅដល់ឪពុកម្ដាយដែលគាត់ព្យាយាមបង្ខំកូនឲ្យឈប់រៀនគឺធ្វើយ៉ាងណាគឺគិតសារជាថ្មីមុននឹងសម្រេចចិត្តឲ្យពួកគាត់ឈប់ព្រោះពួកគាត់គេជាធនធានបើកាលណាតាប្រទេសយើងខ្វះធនធានអនាគតរបស់យើងក៏ទៅតាមនឹងដែរគឺប្រទេសយើងខ្លាយជាអ្នកក្រដដែលឲ្យសង្គមផ្សេងគេមើលងាយដោយសារតែយើងខ្វះធនធានសូមអរគុណនិងសូមជម្រាបលាសមាគមជីវិតនឹងក្តីសង្ឃឹមឈរលើឧត្តម កតិងថ្លៃថ្លា